នេះជាលើកទី1ដែលខ្ញុំបានធ្វើដំណើរឆ្លងដែនតាមជាយដែនអញ្ចឹងហើយក៏ជាលើកទី1ដែលខ្ញុំបានទៅលេងនៅតៃនិញវៀតណាមដែរដោយយើងធ្វើដំណើរចេញពីសួងទៅដល់តំបន់ព្រំដែននឹងជាយដែននឹងរយៈពេលប្រហែលជា40នាទីទៅដល់គេឆែកប៉ាសពតឆែកអីរួចហើយយើងក៏ធ្វើដំណើរទៅកាន់ផ្ទះរបស់អំប្រុសប្តីខ្ញុំនឹងអញ្ចឹងពួកខ្ញុំទៅលេងផ្ទះអំប្រុសរបស់ខាងប្តីហើយក៏យើងឆ្លៀតទៅដើរលេងនៅភ្នំមួយដែលភ្នំនឹងឈ្មោះថាភ្នំជើងដែងដែលអ្នកខ្លះគេហៅភ្នំយាយម៉ៅនឹងឯងហើយថ្ងៃដែលពួកខ្ញុំទៅនឹងគឺទៅចំពេលព្រឹកព្រលឹមបន្ទាប់ពីថ្ងៃត្បូងដែលពួកយើងទៅដល់តៃនិញអញ្ចឹងយើងមកនឹងគឺមកជាមួយអំប្រុសរបស់សាច់ខាងប្តីហើយនឹងបងប្អូនជីដូនមួយហើយនឹងក្មួយរបស់គាត់យើងទៅលេងថ្ងៃហ្នឹងអត់ដឹងថាចំថ្ងៃអីប៉ុន្តែមានអារម្មណ៍ថាមនុស្សច្រើនណាស់ឡើងណែនសម្បីតែតាមចរាយន្តតាមផ្លូវទិញសវត្តអីហ្នឹងឡើងណែនពេញហ្នឹងហ្មងពួកខ្ញុំបន្ទាប់ពីទិញសវត្តទិញអីហើយចូលទៅមកជួររួចរាល់គេឆែកអីរួចរាល់ហើយពួកយើងក៏ឡើងទៅក្នុងប៉ុន្តែផ្លូវដែលយើងឡើងភ្នំហ្នឹងគឺស្រួលដោយសារតែគេមានចរាយន្តឲ្យយើងឡើងគ្រប់កន្លែងហ្មងឡើងទៅដើរចុះឡើងហើយយើងក៏ចាប់ផ្ដើមឡើងជិះកត្រកហ្នឹងដោយមួយត្រកគេតម្រូវឲ្យជិះប្រហែលជា6នាក់7នាក់អីហ្នឹងតាមគ្នាយើងក្មេងចាស់ឲ្យគេគិតតាមមនុស្សធំដែរកាលពេលដែលប្តីខ្ញុំគាត់ជិះកត្រកហ្នឹងលើកទី1នៅដាណាងគាត់រៀងភ័យទៅពេលជិះលើកទី2នៅនេះដោយសារគាត់បានជិះជាលើកទី2ណាមួយជួបជុំបងប្អូនគាត់ផងមើលទៅអត់សូវភ័យបាននិយាយខ្លះអីខ្លះទៅហើយពេលដែលយើងជិះឡើងលើតិចទៅគឺចុះអាប់ហ្មងដោយសារវានៅលើភ្នំខ្ញុំសង្កត់ថាបែងចែកអត់ច្បាស់ថាវាគឺជាអាប់ឬក៏ជាពពកគេណាមួយទៅដល់កន្លែងហ្នឹងរៀងព្រឹកដែរម៉ោងប្រហែលជា6ជាងបន្តិចហើយពួកយើងអង្គុយដោយសារតែដើរចុះឡើងចូលក្រោមមើលខាងក្នុងអីសិនទៅដោយសារនៅខាងក្រៅមើលទេសភាពអត់ទាន់ឃើញវានៅរៀងអាប់ឡើយដល់ពេលដែលយូរបន្តិចទៅមេចាប់ផ្ដើមស្រឡះវិញអញ្ចឹងបានន័យថាប្រហែលជាវាជាអាប់ហើយមិនមែនជាពពកគេហើយពួកខ្ញុំក៏ធ្វើដំណើរចុះមកមើលខាងក្នុងហ្នឹងហើយទៅមើលកន្លែងព្រះនេះដោយសារតែគេទៅធ្វើថ្មីហើយអំប្រុសប្តីខ្ញុំគាត់ក៏ទាត់បានឃើញកន្លែងហ្នឹងដែរអញ្ចឹងគាត់ក៏នាំពួកយើងទៅមើលកន្លែងហ្នឹងហើយកន្លែងនេះគឺចេញមកម្សាព្រះហ្នឹងឃើញច្បាស់ម្សាហើយបាំងភៀវិញព្រះហ្នឹងមើលទៅដូចជាព្រះយូឡាយអញ្ចឹងឯងគ្រាន់តែឃើញច្បាស់បន្តិចមនុស្សដែលអង្គុយមើលចាប់ផ្ដើមហូរហ្មងហើយអ្នកដែលមកអង្គុយមើលគឺច្រើនណាស់អង្គុយចាំមើលរូបព្រះហ្នឹងពួកខ្ញុំអង្គុយមើលមកផ្លែតហើយតមកឃើញច្បាស់បើកថ្ងៃធំធៅពងយើងក៏ឡើងមកខាងលើដើម្បីថតមើលទេសភាពនៅខាងលើវិញម្ដងខ្ញុំចូលចិត្តអារូបកូនសំណាក់តូចដែលគេធ្វើនេះមើលទៅខ្ជូតហើយយើងក៏ដើរចេញក្រៅឃើញរូបសំណាក់លោកយាយម៉ៅនឹងឯងដែលគេចូលចិត្តមានជំនឿនៅកន្លែងហ្នឹងព្រមទាំងគោរពបន់ស្រន់ថាចង់បានអីអញ្ចឹងពួកខ្ញុំដើរមើលទេសភាពនៅជុំវិញនឹងវិញម្ដងដោយសារទេសភាពកន្លែងតំបន់ជុំវិញលោកយាយហ្នឹងគឺស្អាតទាំងអស់ជាពិសេសគឺផ្កាស្រស់ផ្កាអត់មានកន្លែងណាដែលថាអត់ស្អាតទេសិតតែផ្កាស្រស់រីកមកអត់មានកន្លែងណាសពសពូនសោះនៅហ្នឹងក៏មានជាកន្លែងវាយស្គររាំសម្រាប់ភ្ញៀវទេសចរទស្សនាផងដែរពួកខ្ញុំមើលមកផ្លែតហើយយើងក៏ដើរទៅមើលទេសភាពនៅប៉ែកម្ខាងទៀតនិយាយរួមមានប្លង់ច្រើនដែលយើងអាចធ្វើជា background សម្រាប់ថតរូបជាមួយនឹងទេសភាពស្អាតដោយសារតែផ្កាព្រមទាំងកូនឈើដែលគេដាំទូចមកហ្នឹងគឺសុទ្ធតែស្អាតទាំងអស់ហើយទៅលេងពេលព្រឹកអញ្ចឹងក៏ល្អដែរដោយសារតែមេឃវាអត់សូវបើកថ្ងៃត្រជាក់ល្អស្រួលយើងថតរូបថតអីអញ្ចឹងអត់សូវក្តៅគ្រាន់ថារូបថតយើងវាអត់សូវភ្លឺខ្លាំងតែបើទៅចំពេលថ្ងៃក្តៅចាំងថ្ងៃពេកក៏ពិបាកថតរូបបើកភ្នែកអីដែរមានបងប្អូនខ្មែរយើងច្រើនផងដែរអ្នកដែលនៅតាមតំបន់ជីដែនឬក៏អ្នកនៅពេញអីក៏មានអ្នកមកលេងនឹងវល់ល្ងាចដែរដោយសារតែវាអត់ឆ្ងាយពីខ្មែរយើងឯវានៅរៀងជិតដែរហើយកន្លែងហ្នឹងក៏មានទេសភាពស្អាតគួរឲ្យចង់មកលេងដែរហើយក៏អ្នកខ្លះគេមកហ្នឹងដោយគោលបំណងគេចង់បន់ស្រន់សំពរពីលោកយាយម៉ៅអីអញ្ចឹងក៏មានច្រើនដែរពេលដែលយើងដើរឡើងមកខាងលើហ្នឹងឡើងទៅជិះកត្រកអីគឺមានចរាយន្តរហូតប៉ុន្តែមកដល់កន្លែងនេះនៅតាមខាងក្រៅជ័យភ្នំហ្នឹងដើរយើងត្រូវឡើងតាមកម្មចតាអញ្ចឹងវារៀងចាក់ជើងបន្តិចដែររៀងអស់កម្លាំងដែរពេលនោះប្រហែលជាម៉ោង11ហើយតាំងពីព្រឹកមកហើយយើងដើរមកកាត់មកបន់ស្រន់នៅកន្លែងនេះបន្តិចទើបយើងចុះទៅក្រោមវិញប៉ុន្តែពួកខ្ញុំបានចូលទៅកន្លែងខាងក្នុងដែលគេទៅបន់ស្រន់ក្នុងកន្លែងលោកយាយម៉ៅនឹងហ្មងនេះពួកខ្ញុំដើរទៅតាមខាងក្រៅរួចក៏យើងធ្វើដំណើរចុះតាមកត្រកទៅខាងក្រោមវិញហើយក៏សូមអរគុណបងប្អូនដែលបានទស្សនាវីដេអូនេះដល់ចប់បើមានកំហុសខុសឆ្គងអីសូមអធិស្ឋានផងសង្ឃឹមថានឹងមកលេងនៅនេះទៀតនៅរដូវកាលឆ្នាំក្រោយចាខ្ញុំនិយាយលេងទេ